តបមកពួកគេបានទៅផ្ទះគ្រូវេទមន្តហើយនិយាយរឿងរ៉ាវទាំងអស់ប្រាប់ទៅគាត់គ្រូវេទមន្តបានយល់ព្រមជួយលោកមេភូមិនាំមនុស្សទៅចាំក្នុងព្រៃចោះខ្ញុំនឹងប្រើវេទមន្តទៅស្ទាក់ផ្លូវពួកគេជាមួយនឹងចៅស្រីបានពួកយើងសម្រេចអញ្ចឹងចោះតោះអ្នកគ្រប់គ្នាមកតាមខ្ញុំតែយើងគួរតែធ្វើអ្វីទៅលោកយាយយើងនាំគ្នាប្រើមុនអាគមប្រែក្រឡាជាតោភ្លាមទៅពេលដែលបងប្អូនចៅទាំងពីរកំពុងតែធ្វើដំណើរយ៉ាងសប្បាយដោយគិតថាគ្មាននរណាម្នាក់តាមតាន់នោះក៏ស្រាប់តែលេចចេញសត្វតោពីរក្បាលឈរនៅចំពោះមុខក្រហមដាក់ពួកគេតោបងស្រីខ្ញុំខ្លាចណាស់ពួកយើងឆាប់បកក្រោយវិញទៅអើយមិនកើតទេបើទៅភូមិវិញច្បាស់ជាត្រូវគេចាប់មិនខានអញ្ចឹងយើងឆាប់ចូលព្រៃទៅតើមិនអាចដេញយើងតាន់ទេបងប្អូនចៅទាំងពីរបរទេសយ៉ាងលឿនចូលទៅក្នុងព្រៃដើម្បីគេចពីតោតែមិននឹកស្មានថាត្រូវអ្នកភូមិនៅចាំស្កាត់ផ្លូវនោះទេបងប្អូនចូលទៅចាប់ពួកគេទាំងពីរភ្លាមឈប់សិនចោលមុខស្រស់ទាំងពីរឆាប់នាំពួកគេនិងមាសទាំងអស់ទៅភូមិរបស់យើងវិញចៅទាំងពីរត្រូវបានគេនាំយកមកកាត់ទោសនៅចំពោះមុខអ្នកភូមិខ្ញុំសូមអរគុណដល់បងប្អូនក្នុងភូមិទាំងអស់គ្នាដែលបានចូលរួមសហការដើម្បីចាប់ចោលយកមកវិញហើយអរគុណយ៉ាងខ្លាំងចំពោះគ្រូវេទមន្តនិងចៅរបស់គាត់ដែលរកវិធីដោះស្រាយក្នុងរឿងនេះមែនហើយបើគុំតែបានអ្នកទាំងពីរចេញមុខជួយពេលនេះមិនដឹងថាចៅស្រីពីរអ្នកនេះទៅលាក់ខ្លួនដល់ទីណាហើយទេមិនបាច់អរគុណអីច្រើនពេកទេព្រោះអ្នកទាំងអស់គ្នានៅទីនេះសុទ្ធតែបានចូលរួមប្រឹងប្រែងទាំងកម្លាំងកាយទាំងកម្លាំងចិត្តដើម្បីដោះស្រាយរឿងនេះមែនហើយខ្ញុំនិងលោកយាយក៏ជាអ្នករស់នៅទីនេះដែរអញ្ចឹងត្រូវតែចេះជួយគ្នាក្នុងគ្រាមានអាសន្នដើម្បីឲ្យពួកយើងរស់នៅបានសុខសប្បាយគ្រប់គ្នាលោកមេភូមិខ្ញុំគិតថាដល់ពេលដែលយើងត្រូវដាក់ទោសពួកគេទាំងពីរនេះហើយពួកឯងស្អាតបាតដែរបើជាធ្វើរឿងមិនសមបែបនេះបងប្អូននៅក្នុងភូមិទាំងអស់គ្នាពេលនេះខ្ញុំសូមប្រកាសដាក់ទោសពួកគេទាំងពីរនាក់នេះដោយបោះពួកគេឲ្យក្រពើស៊ីតើមានអ្នកណាចង់ជំទាស់ទេខ្ញុំសូមជំទាស់ខ្ញុំមិនទាន់ចង់ស្លាប់ទេដោះលែងខ្ញុំទៅមែនហើយលោកមេភូមិកុំសម្លាប់ពួកយើងអីខ្ញុំសូមបោះឲ្យពួកយើងទៅធ្វើអីក៏បានដែរសូមទុកជីវិតឲ្យពួកយើងផងមែនហើយលោកមេភូមិទុកជីវិតឲ្យពួកយើងផងពួកយើងសន្យាថានឹងមិនដើរលួចទ្រព្យសម្បត្តិអ្នកដទៃទៀតទេបានហើយឆាប់ស្ងាត់មាត់ភ្លាមទៅពួកឯងទាំងពីរគ្មានសិទ្ធិអីមកតវ៉ានោះទេពួកឯងគឺជាចោរយើងត្រូវតែដាក់ទោសយើងសម្រេចថាម៉េចគឺអញ្ចឹងហើយបងប្អូនឆាប់យកពួកគេទៅបោះឲ្យក្រពើស៊ីភ្លាមទៅឈប់សិនលោកមេភូមិសូមលោកមេត្តាទុកជីវិតឲ្យពួកគេផងតែពួកគេគឺជាចោរពិតមែនតែមានទោសមិនដល់ថ្នាក់ស្លាប់នោះទេពួកគេលួចយករបស់ទាំងនេះព្រោះតែចង់ផ្លាស់ប្ដូរជីវិតរស់ឲ្យបានប្រសើរជាងនេះប៉ុណ្ណោះខ្ញុំខ្លាចតែទុកពួកគេនៅអាចបង្កឲ្យមានរឿងនៅថ្ងៃក្រោយទៀតមិនអីទេលោកមេភូមិយើងអាចឃុំខ្លួនគេសិនហើយដាក់ពិន័យឲ្យពួកគេធ្វើការងារផ្សេងដើម្បីឲ្យគេលុបលាងទោសកំហុសបានបើអ្នកទាំងអស់គ្នាសេដ្ឋកិច្ចបែបនេះទៅហើយអញ្ចឹងខ្ញុំសម្រេចឃុំខ្លួនពួកគេទុកសិនចុះឥឡូវយើងនាំគ្នាយកមាសទាំងអស់នេះទៅចាក់ចូលអណ្ដូងវិញមាសទាំងអស់ត្រូវបានចាក់ចូលទៅក្នុងអណ្ដូងវិញដោយមិនទុកសូម្បីតែមួយខែក្រោយមកស្រាប់តែមានរឿងចម្លែកមួយកើតឡើងលោកមេភូមិមានរឿងធំហើយណាលោកមេភូមិមានរឿងអីទៅបងស្រីហើយអ្វីបានជាមកផ្ទះខ្ញុំទាំងត្រហេបត្រហោបែបនេះគឺអណ្ដូងវេទមន្តខ្ទេចអស់ហើយមិនក៏ទៅជាបែបនេះទៅវិញតើមានអ្នកណាចូលមកលួចមាសទៀតហើយមែនទេពុទ្ធអើយទើបទៅចាប់ចោលបាន2នាក់ឥឡូវចោលមកលួចទៀតហើយខ្ញុំក៏មិនច្បាស់ថាមានគេលួចឬក៏អត់ដែរគ្រាន់តែឃើញមាត់អណ្ដូងបែកខ្ទេចទីហើយក៏ប្រញាប់រត់មកប្រាប់លោកមេភូមិតែម្ដងទៅមិនអីទេខ្ញុំត្រូវតែមើលផ្ទាល់ទៅបានមេភូមិបាននាំគ្នាទៅដល់អណ្ដូងវេទមន្តនោះដើម្បីឲ្យដឹងការពិតមិនក៏ទៅជាអញ្ចឹងឬមួយក៏មានគេចូលមកលួចមាសទុកឲ្យខ្ញុំទៅមើលចុះអ៊ំស្រីយកខ្សែនេះទៅពាក់នឹងដើមឈើទៅលោកមេភូមិដើមឈើនេះក៏ងាប់ដែរមានរឿងមិនស្រួលហើយទេដឹងលោកមេភូមិតើអ្នកណាអីក៏ចង្រៃម្លេះមកបំផ្លាញកន្លែងដ៏ស័ក្តិសិទ្ធិនេះបើខ្ញុំរកឃើញច្បាស់ជាមិនលើកលែងឲ្យនោះទេពេលនោះបរិះដែលចុះទៅក្នុងអណ្ដូងបានឡើងមកវិញលោកពូមេភូមិបើតាមខ្ញុំមើលមាននៅខាងក្រោមនេះដូចជាគ្មានបាត់បង់អ្វីទេគឺនៅដូចដើមទាំងអស់ចម្លែកណាស់បើគេពិតជាចង់មកលួចមាសមែនមិនក៏មាសមិនបាត់ឬមួយគេមានបំណងអីផ្សេង
ខ្ញុំគិតថាពួកយើងគួរតែអញ្ជើញគ្រូវេទមន្តឲ្យមកមើលទៅក្រែងគាត់អាចដឹងថាមានរឿងអ្វីកើតឡើង ពិតមែនហើយលោកពូមេភូមិគ្រូវេទមន្តគាត់មានវិជ្ជាខ្លាំងពូកែណាស់ច្បាស់ជាអាចដឹងមិនខានទេថាអ្នកណាធ្វើរឿងនេះ មេភូមិបានឲ្យគេទៅអញ្ជើញគ្រូវេទមន្តហើយនឹងចៅគាត់ឲ្យមកមើលអណ្ដូងដើម្បីរកឲ្យឃើញមូលហេតុក្នុងរឿងនេះ អាយ៉ារំខានដល់អ្នកទាំងពីរទៀតហើយសូមអ្នកគ្រូជួយមើលផងទៅថាតើមានរឿងអ្វីកើតឡើងមិនបានទៅជាបែបនេះ មិនបាច់ក្រែងចិត្តទេលោកមេភូមិពួកយើងជាអ្នកភូមិតែមួយត្រូវតែរួមសុខរួមទុក្ខជាមួយគ្នាចៅស្រីឆាប់ពិនិត្យមើលទៅថាមានរឿងអ្វីកើតឡើងចាស់លោកយាយកងគាបានបិទភ្នែកប្រើវេទមន្តអស់មួយសន្ទុះនាងក៏បានបើកភ្នែកឡើងវិញ យ៉ាងមិនតែហើយក្មួយតែអាចប្រាប់ពូបានទេថាមានរឿងអ្វី ចាប់បានលោកពូតាមពិតទៅអណ្ដងនឹងដើមឈើទៅជាបែបនេះគឺមិនមាននរណាមកធ្វើនោះទេ បើអញ្ចឹងមានរឿងអ្វីទៅក្មួយជួយពន្យល់ពូបន្តិចមើល ចាស់លោកពូគឺមានពាក់ព័ន្ធនឹងរឿងលើកមុនពេលដែលចៅបានយកមាសចេញអស់ពីអណ្ដងគឺបានធ្វើឲ្យវិញ្ញាណស័ក្តិសិទ្ធិដែលនៅក្នុងអណ្ដងនេះត្រូវខ្ចាត់ខ្ចាយចេញទៅក្រៅពេលដែលយើងយកមាសមកវិញគឺវិញ្ញាណនោះមិនបានមកតាមទេណាលោកពូ បើអញ្ចឹងមែនចុះហេតុអីអណ្ដូងទើបតែខូចដល់ពេលនេះមិនក៏មិនព្រមខូចតាំងពីយូរចុះចំណែកដើមឈើធំនេះតើវាមានអ្វីពាក់ព័ន្ធនឹងគ្នាទៅ គឺរឿងនេះហើយដែលក្មួយចង់ប្រាប់ពូតាមពិតដើមឈើនេះក៏មានវិញ្ញាណស័ក្តិសិទ្ធិនៅជាមួយដែរដោយសារតែដើមឈើនេះនៅមានធម៌ពលសម្រាប់ការពារអណ្ដងមួយរយៈមុននេះតើគ្មានរឿងអ្វីកើតឡើងប៉ុន្តែពេលនេះដើមឈើក៏ខ្សោយធម៌ពលដែលវាមានមិនអាចនៅបន្តជួយអណ្ដងនេះបានទេ អាយ៉ាបើអញ្ចឹងវិវោហើយតើអ្នកទាំងពីរអាចជួយបានទេ ជួយពួកយើងផងទៅអ្នកគ្រូខ្ញុំមិនចង់ឲ្យកន្លែងស័ក្តិសិទ្ធិនេះត្រូវបានបាត់បង់នោះទេមិនអីទេចាំខ្ញុំហើយនឹងចៅរៀបចំធ្វើពិធីហៅវិញ្ញាណទាំងនោះមកវិញនៅក្នុងថ្ងៃសិលពេញបរមីនេះអ្នកទាំងអស់គ្នាមិនបាច់បារម្ភទៀតទេបន្ទាប់ពីគ្រូវេទមន្តនិងចៅស្រីរបស់គាត់ធ្វើពិធីរួចមកអណ្ដងក៏ប្រែមកសភាពដើមវិញចំណែកដើមឈើក៏មានជីវិតម្ដងទៀតអ្នកភូមិបានរស់នៅសុខសាន្តដូចពីមុន